ក្នុងឆ្នាំ1948ជំហាននៃទំនាយបានចាប់ផ្ដើមបំភ្លឺពន្លឺនៃសេចក្តីពិតម្ដងទៀតនៅលោកីដងងងឹតដោយសារសេចក្តីពិតបានបាត់បង់ទៅយោងលើទំនាយ40ឆ្នាំនៃបល្ល័ង្ករបស់ដាវីតកិច្ចការដំណឹងល្អ37ឆ្នាំដែលព្រះយេស៊ូវមិនបានបំពេញនៅការយាងមកលើកទី1នៅទីបំផុតបានចាប់ផ្ដើមហើយទោះយ៉ាងណាស្រែដំណឹងល្អដែលសេចក្តីពិតចាំបាច់ត្រូវស្ដារឡើងវិញគឺជាទីរហោឋានដែលមានថ្មក្រូតក្រៀតដែលគ្មានសូម្បីតែស្មៅមួយដើមទ្រង់បានឆ្លងកាត់ការកេងប្រវ័ញ្ចនិងការគៀបសង្កត់យ៉ាងធ្ងន់ធ្ងរតាំងពីសម័យអាណានិគមជប៉ុនប្រទេសជាតិទាំងមូលធ្លាក់ក្នុងសង្គ្រាមដែលនាំឲ្យប្រជាជាតិធ្ងន់ធ្ងរក្នុងជីវិតដ៏តោកយ៉ាកព្រះអានសាំងហុងដែលបានរស់នៅជំនាន់នោះក៏មិនបានគេចផុតពីភាពក្រីក្រនិងការស្រេកឃ្លានដ៏ទីរន់នោះដែរទោះយ៉ាងណាសូម្បីតែនៅក្នុងការឈឺចាប់ដ៏ធ្ងន់ធ្ងរដែលស្ថិតនៅគ្រានៃការស្លាប់រស់ក៏ដោយក៏ព្រះអានសាំងហុងបានឲ្យតម្លៃលើការរក្សាច្បាប់នៃជីវិតដែរព្រមទាំងចាត់ទុកការផ្សព្វផ្សាយដំណឹងល្អថាសំខាន់ជាងព្រះជន្មទ្រង់ទៅទៀតសេចក្តីជំនឿមិនត្រូវចោះចាញ់សេចក្តីស្លាប់ទេទោះតែមិនចោះចាញ់នឹងឆាកជីវិតទើបមានជ័យជំនះសូម្បីតែក្នុងភាពទុរគតនៃសេចក្តីស្លាប់ក្នុងសង្គ្រាមកូរ៉េនៅភ្នំយ៉ាងសានក៏ខ្ញុំមិនបានចោះចាញ់នឹងឆាកជីវិតដែរទោះនៅកន្លែងធ្វើការក៏ខ្ញុំមិនបានល្មើសថ្ងៃឈប់សម្រាកដែរខ្ញុំមិនបានសំចៃជីវិតខ្ញុំក្នុងការផ្សាយដំណឹងល្អសោះក្នុងអំឡុងពេលសម័យកាលដ៏ខ្មៅងងឹតនិងលំបាកនេះព្រះអានសាំងហុងត្រូវតែក្រាលគ្រឹះសម្រាប់ដំណឹងល្អជីវិតខាងសាច់ឈាមរបស់ទ្រង់គឺលំបាកលំបិនណាស់ទោះយ៉ាងណាថវិកាដែលទ្រង់រកបានទាំងអម្បាលម៉ានទ្រង់ចំណាយសម្រាប់តែដំណឹងល្អទេដល់ថ្នាក់មិនបានសោយអាហារជាច្រើនលើកជាច្រើនសារថែមទៀតសម្រាប់សេចក្តីសង្គ្រោះនៃលោកីទ្រង់បានអធិដ្ឋានតមអាហាររាប់មិនអស់សូម្បីតែក្នុងការរងទុក្ខទារុណនៃសេចក្តីស្លាប់ក៏ដោយយប់ដ៏សែនងងឹតនៅលើភ្នំភាពរងាត្រជាក់ដល់ឆ្អឹងភាពរន្ធត់នៃយប់អាធ្រាត្រភាពស្រេកនិងឃ្លានដ៏ហួសប្រមាណទូការឈឺចាប់នៃសេចក្តីស្លាប់ចាក់ទម្លុះព្រះកាយរបស់ទ្រង់ក៏ដោយក៏ទ្រង់មិនបានឈប់អធិដ្ឋានតមអាហារសោះផ្ទុយទៅវិញទ្រង់ឈឺព្រះទ័យហើយអាណិតដល់ពិភពលោកដែលមិនស្គាល់សេចក្តីពិតរូបកាយទាំងមូលរបស់ទ្រង់ត្រូវខ្ទេចខ្ទាំដោយការងារឥតឈប់ឈរដើម្បីតែឲ្យបានប្រកាសសារនៃសេចក្តីសង្គ្រោះដ៏មានតម្លៃដល់ចុងផែនដីបំផុតស្នាមសន្លាក់និងស្នាមរបួសបានកើឡើងនៅលើស្មាទ្រង់ទាំងសងខាងរងដូចជាថ្មនៅរដូវក្តៅមួយពេលខ្ញុំចេញទៅផ្សព្វផ្សាយហើយមកព្រះវិហារវិញជាមួយព្រះវរបិតាទ្រង់ក៏ដោះអាវចេញពេលនោះនៅពីក្រោយកទ្រង់ខ្ញុំឃើញមានហើមប៉ុននឹងដៃក្តាប់ដូច្នេះខ្ញុំទូលព្រះវរបិតាថាព្រះវរបិតានៅពីក្រោយកទ្រង់មានហើមធំណាស់ពេលនោះព្រះវរបិតាគ្រាន់តែញញឹមប៉ុណ្ណោះក្រោយមកទើបខ្ញុំស្គាល់មូលហេតុនៅពេលសែងថ្មមនុស្ស2នាក់ប្រើដងសែងគេដាក់វានៅពីក្រោយកហើយមនុស្ស2នាក់ក៏សែងទៅដូច្នេះនៅត្រង់កន្លែងដែលត្រូវកកិតនោះក៏ឡើងក្រិនមានទំហំប៉ុនក្តាប់ដៃពេលខ្ញុំទូលព្រះវរបិតាថាទ្រង់បានហើមនៅពីក្រោយកទ្រង់ក៏ថាមិនមែនហើមទេស្បែកទ្រង់គ្រាន់តែប៉ោងក្រិនតាហើយទ្រង់ថានេះគឺជាមេដាយទោះឈឺចាប់ដោយសាច់ត្រូវរើសហើយក៏ដោយក៏ព្រះអានសាំងហុងបានមានបន្ទូលទាំងញញឹមថានេះជាមេដាយដ៏មានតម្លៃរបស់ខ្ញុំសម្រាប់ដំណឹងល្អតើស្បែករបស់ទ្រង់ត្រូវវាយដំនិងត្រូវសង្កត់យូរប៉ុណ្ណាទៅបានជាដល់ថ្នាក់ឡើងក្រិនពុនកណ្ដាប់ដៃបែបនេះ
ស្បែកដ៏រឹងក្រិនបែបនេះបង្ហាញថាទ្រង់ច្បាស់ជាបានស៊ូទ្រាំនិងព្យុះភ្លៀងនៃឆាកជីវិតដ៏លំបាកខ្លាំងណាស់ហើយកម្រៃដែលបានមកពីពលកម្មដ៏លំបាកទ្រង់យកទៅទិញប៊ិចនិងសៀវភៅដើម្បីសរសេរសៀវភៅសេចក្តីពិតនៃជីវិតទ្រង់ក៏បានរៀបចំការចំណាយសម្រាប់ដំណឹងល្អដើម្បីស្វែងរកកូនរបស់ទ្រង់នៅតំបន់ដាច់ស្រយាលនៅចុងផែនដីបំផុតដែរទ្រង់បានសរសេរសៀវភៅសេចក្តីពិតនៅក្រោមភ្លើងចង្កៀងដ៏ស្រអាប់ពេញមួយយប់ទ្រង់បានដាក់សេចក្តីស្រឡាញ់និងភាពសោកសៅចំពោះកូនដែលបាត់បង់របស់ទ្រង់ទៅក្នុងគ្រប់ទំព័រនៃទំនាយតើព្រះអង្គម្ចាស់បានខំប្រឹងយ៉ាងណាទៅដើម្បីសេចក្តីសង្គ្រោះរបស់ពួកយើងវាមិនមែនជាបញ្ហាដែលគិតបែបធម្មតានោះទេព្រះអង្គម្ចាស់បានប្រទានគ្រប់ការទាំងអស់នេះទុកជាសេចក្តីបង្រៀនជាក់ស្ដែងដោយមិនសំចៃទុកឡើយខ្ញុំបានគិតថាព្រះដែលត្រូវទទួលសេរីល្អសោះបែរជាមកលំបាកដល់ថ្នាក់នេះដោយថវិកាដែលទ្រង់បានទទួលពីការងារធ្ងន់ទ្រង់បានដឹកនាំព្រះវិហារសរសេរសៀវភៅសេចក្តីពិតហើយនាំយើងទៅឯផ្លូវនៃសេចក្តីសង្គ្រោះគិតហើយខ្ញុំអួលដើមកណាស់ហើយក៏ឈឺចិត្តខ្លាំងបំផុតមិនមែនដោយសារតែព្រះអានសាំងហុងមិនបានទទួលការអប់រំទើបទ្រង់រស់នៅក្នុងជីវិតដ៏លំបាកបែបនេះនោះទេដើម្បីធ្វើជាតម្រាប់នៃការរក្សាថ្ងៃឈប់សម្រាកទោះស្ថិតក្នុងកលៈទេសៈបែបណាក៏ដោយនិងដើម្បីផ្គត់ផ្គង់លើការចំណាយដើម្បីស្វែងរកកូនដែលបាត់បង់ទ្រង់សុខចិត្តធ្វើការងារដ៏គ្រោះថ្នាក់និងលំបាកប៉ុន្តែទ្រង់ត្រូវគេចំអកត្រូវគេមើលងាយហើយត្រូវមនុស្សគេចមុខចេញមានតែកិច្ចការដ៏លំបាកបំផុតក្នុងពិភពលោកប៉ុណ្ណោះដែលនៅសល់សម្រាប់ព្រះអានសាំងហុងទោះទ្រង់ត្រូវខ្វះសម្លៀកបំពាក់ត្រូវស្រេកឃ្លានក៏ដោយឲ្យតែដើម្បីកូនប្រុសស្រីទ្រង់មិនស្ដាយអ្វីឡើយទោះទ្រង់បានយាងលើផ្លូវបន្លានៃសេចក្តីស្លាប់ក៏ដោយកម្លាំងដែលឲ្យទ្រង់អាចទ្រាំទៅបានទាំងដែលព្រះកាយត្រូវខ្ទេចខ្ទាំនោះគឺកូនរបស់ទ្រង់ដើម្បីកូននិងដើម្បីស្ដារបុណ្យនៃជីវិតដ៏មានតម្លៃឡើងវិញព្រះអានសាំងហុងបានប្រកាសសញ្ញាថ្មីពេញមួយឆាកជីវិតរបស់ទ្រង់ហើយនៅឆ្នាំទី37ដែលជាចុងបញ្ចប់នៃបេសកកម្មនៃការយាងមកលើកទី2ទ្រង់បានធ្វើបន្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយជាមុនរួចហើយថាទ្រង់នឹងចាកចេញបន្ទាប់ពីបញ្ចប់ទំនាយ40ឆ្នាំនៃបល្ល័ង្ករបស់ដាវីតព្រះយេស៊ូវលើកទី2ត្រូវតែយាងមកផែនដីនេះជាអាថ៌កំបាំងហើយសុគតបន្ទាប់ពីផ្សព្វផ្សាយអស់រយៈពេល37ឆ្នាំទ្រង់បានប្រាប់ពួកសិស្សជាមុនថាទ្រង់នឹងចាក់ចែងឆាប់នេះព្រមទាំងបានរៀបចំផ្លូវសម្រាប់ដំណឹងល្អឲ្យពួកគាត់យ៉ាងស្ងៀមស្ងាត់រូបភាពរបស់ទ្រង់ខុសពីពេលធម្មតាទាំងស្រុងទ្រង់មានទុក្ខព្រួយជាខ្លាំងណាស់ហើយខ្វល់ខ្វាយពីព្រះវិហារនាពេលអនាគតគឺដោយរូបភាពរបស់ព្រះយេស៊ូវនៅយប់មុនដែរនឹងលីឈើឆ្កាងនៅថ្ងៃស្អែកឡើងអញ្ចឹងដែរមិនថាពេលណាទេព្រះវរបិតាតែងតែសុភាពរាបសារសប្បុរសនិងទន់ភ្លន់ប៉ុន្តែថ្ងៃនោះទ្រង់មិនមានបន្ទូលសោះទ្រង់បានហៅខ្ញុំហើយសួរខ្ញុំថាទោះខ្ញុំប្រើដៃទាំងពីរជើងទាំងពីរលែងបានតើអ្នកនឹងមិនបោះបង់ចោលសេចក្តីជំនឿហើយតាមខ្ញុំរហូតដល់ចុងបំផុតបានទេក្នុងពេលធ្វើកិច្ចការដំណឹងល្អខ្ញុំមិនដែលទទួលសំណួរបែបនោះពីព្រះវរបិតាសោះខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់គឺទ្រង់បានមានបន្ទូលជាមុនអំពីរូបកាយទ្រង់យាងទៅវិញប៉ុន្តែខ្ញុំមិនបានស្គាល់ភ្លាមទេខ្ញុំនិយាយថាខ្ញុំនឹងទៅតាមទ្រង់រហូតដល់ចុងបំផុតមិនថាស្ថានភាពទៅជាយ៉ាងណាមិនថាទ្រង់នាំទៅណាទេអ្វីដែលទ្រង់បានបង្រៀនមកដល់ពេលនេះគឺតាក់ទងនឹងអំពីនោះទាំងអស់ដូច្នេះខ្ញុំត្រូវតែទៅតាមទ្រង់គ្រប់កន្លែងដែលទ្រង់យាងទៅនោះទ្រង់ក៏ងក់ព្រះសិរតាមរយៈកិច្ចការដំណឹងល្អ37ឆ្នាំព្រះអានសាំងហុង
បានស្ដារឡើងវិញនៅសេចក្តីពិតនៃជីវិតដែលធ្លាប់ត្រូវបំផ្លាញទ្រង់បានបង្រៀនពន្លឺនៃសេចក្តីពិតសញ្ញាថ្មីដោយសេចក្តីស្រឡាញ់និងការបូជាឥតឈប់ឈរសូម្បីតែនៅពេលនេះក្តីក៏ពន្លឺនៃជីវិតនេះនៅតែបំភ្លឺដើម្បីសង្គ្រោះពិភពលោកទាំងមូលដែរ